ប្រឡំលោករឿងបងនៅតែស្រឡាញ់អូនសាច់រឿងនេះគឺនិយាយអំពីតួស្រីម្នាក់ដែលគាត់មានសង្សារចំនួន2ដងក្នុងឆាកជីវិតរបស់គាត់មនុស្សប្រុសម្នាក់ដែលគាត់ស្រឡាញ់ហ្នឹងគឺជាកូនអ្នកមាននៅពេលដែលគាត់ស្រឡាញ់កូនអ្នកមានហ្នឹងអ្នកទាំងអស់គ្នាគឺគាត់បានជួបឧបសគ្គជីវិតជាច្រើនដូចថាអីធម្មតាគាត់ស្រឡាញ់កូនអ្នកមានចឹងទៅវាមានសម្ពាធច្រើនដូចថាគេខ្វល់រឿងសម្បកគេហៅការស្លៀកពាក់សម្រស់អីផ្សេងទៀតចឹងណាខាងប្រុសហ្នឹងដាក់សម្ពាធមែនតើអញ្ចឹងក្រោយមកទៀតក៏គាត់តាក់ទងគ្នាទៅវាវេទនាពេកទៅក៏បែកគ្នាទៅហ្នឹងហើយតែគាត់ក៏បានតាក់ទងជាមួយមនុស្សប្រុសម្នាក់ទៀតដែលជាមនុស្សប្រុសសង្ហាអត់ហឺហាទេអ្នកទាំងអស់គ្នាប៉ុន្តែជាសិស្សបកែជាមនុស្សដែលស្ងាត់ស្ងៀមសុភាពបរិសុទ្ធចឹងណាទៀតក៏សាច់រឿងហ្នឹងទាំងអស់ហ្នឹងក៏តួស្រីតួប្រុសហ្នឹងវាមានចំណុចមួយអ្នកទាំងអស់គ្នាគឺប្រភេទគាត់យល់ច្រឡំគ្នាអីចឹងណាហ្នឹងហើយយល់ច្រឡំថាអាកន្លែងស្ពោសាច់រឿងបងប្អូនទាំងអស់គ្នាវាយកគាត់យល់ច្រឡំគ្នាថារបៀបតួទាំងពីរហ្នឹងម្នាក់ហ្នឹងគាត់ថាមានតួហ្នឹងគាត់ថាតួហ្នឹងវាទៅយកទៅរៀបការមានប្រពន្ធមានអីផ្សេងចឹងណាអញ្ចឹងក៏ចំណងជើងរឿងនេះគេដាក់ចំណងជើងថាបងនឹងតែស្រឡាញ់អូនហ្នឹងមានន័យថាតួស្រីទៅកាត់ខុសការអផុសហ្នឹងវាអត់បានស្រឡាញ់វាទេអីចឹងណាវាថាធ្វើដូចចង់ឲ្យក្តីសង្ឃឹមវាហ្នឹងនៅប្រទី2របស់វាហ្នឹងឯងអ្នកនរគ្នាអញ្ចឹងទៅក៏របៀបថាមិនតអគ្នាវាថាចេះរបៀបថាងតួស្រីហ្នឹងវាអន់ចិត្តដែរវាខូចចិត្តអីខ្លះអញ្ចឹងដល់គ្នាដោយសារអីវាយល់ច្រឡំថាតួហ្នឹងទៅមានប្រពន្ធមានកូនអីចឹងទៅហ្នឹងហើយអញ្ចឹងទៅបានចំណងជើងរឿងនេះមានចំណងជើងថាបងនៅតែស្រឡាញ់អូនបងនៅតែស្រឡាញ់អូនហ្នឹងគឺនិយាយអំពីតួប្រុសរបស់យើងនឹងឯងគឺនៅតែស្រឡាញ់តួស្រីយេ so អ្នកនរគ្នាអាចរកទិញសៀវភៅនេះបាននៅ page នគរដ្រាម៉ាក៏បាននៅ page របស់ YA Publisher ក៏បានឬក៏អ្នកនរគ្នាអាចទិញនៅ page បញ្ជូន Cambodia ក៏បានហាងសៀវភៅ online ទាំងអស់ដែលមានលក់ហើយនឹង page បណ្ណាគារមួយចំនួនដែលគាត់មានលក់ដូចគ្នាទាំងអស់គ្នា and then I'll see the news book together everyone តើគ្នា yeah so the last I want to recommend you is សៀវភៅនេះវារំថាការសរសេរលក្ខណៈបែបអត់សូវក្បោះក្បាយប៉ុន្មានទេលក្ខណៈរបៀបកាត់ខ្លីៗប៉ុន្តែវាមានភាពកមិចកំមើមរបៀបថាដូចជាសំណេរបែបក្មេងៗអត់សូវយល់ពីការសរសេរឲ្យបានក្បោះក្បាយទេដល់គ្នាប៉ុន្តែsong is so nice and so sweet yes ហើយសប្បាយស្វាយដល់ដល់គ្នារឿងនេះហើយគេមានសាច់រឿងជាច្រើន this one គ្រប់គេបេះដូងអរគ្នាណា this one bye bye